លោកគូជាគុណអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី12ខែសីហាឆ្នាំ2026ថាកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើផ្នែកសព្វពិវុធគឺជាទំនាក់ទំនងធម្មតារវាងរដ្ឋនិងរដ្ឋដោយមិនមានគោលដៅប្រឆាំងនឹងភាគីទី3ឬពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃឡើយលោកគូជាគុណបានថ្លែងថាចិនជាមិត្តជិតខាងរបស់កម្ពុជានិងថៃហើយចិនរក្សាការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ជាមួយកម្ពុជានិងថៃលើបញ្ហានេះហើយប្រទេសទាំងពីរក៏យល់ច្បាស់អំពីរឿងនេះផងដែរការបកស្រាយនេះធ្វើឡើងដើម្បីរងាប់អារម្មណ៍ថ្នាក់ដឹកនាំថៃដែលបានតាមសួរភាគីចិនជាបន្តបន្ទាប់ពីរឿងឧបករណ៍យោធាដែលចិនផ្ដល់ឲ្យកម្ពុជាជាពិសេសក្រោយការមកដល់របស់រថក្រោះចិនកាលពីខែមិនិនាកន្លងទៅគណៈដែលប្រទេសថៃខ្លួនឯងគឺជាអតិថិជនទិញអាវុធដ៏ធំមួយរបស់ចិនអាដាមច័ន្ទរតនាអ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជាបានប្រាប់បណ្ដាញព័ត៌មាន AMS ថារាល់សព្វពិវុធរបស់ប្រទេសកម្ពុជាគឺសម្រាប់បម្រើការការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះពោលមិនមែនសម្រាប់វាយប្រហារប្រទេសណាមួយឡើយលោកបណ្ឌិតកិនភីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថាជំហរការទូតរបស់ប្រទេសចិនលើកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយកម្ពុជានិងថៃគឺបង្ហាញយ៉ាងច្បាស់ថាប្រទេសចិនមិនឈរខាងប្រទេសណាមួយឡើយហើយក៏មិនវែកញែករកខាងណាខុសខាងណាត្រូវឡើយជាទូទៅយើងឃើញថាប្រទេសចិនគឺនៅតែជំរុញលើកទឹកចិត្តឲ្យភាគីទាំងពីរកម្ពុជានិងថៃនឹងដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើយន្តការការទូតនិងច្បាប់អន្តរជាតិពាក់ព័ន្ធនឹងចំនួនព្រំដែនលោកគូជាគុណបានសង្កត់ធ្ងន់ថាកម្ពុជានិងថៃគឺជាប្រទេសជិតខាងគ្នាហើយនឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ចអ្នកនាំពាក្យរួមនេះបានបញ្ជាក់បន្ថែមថាក្នុងនាមជាមិត្តល្អរបស់កម្ពុជានិងថៃចិនតែងតែខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីជំរុញការចរចាស្វែងរកសន្តិភាពតាមវិធីរបស់ខ្លួនព្រមទាំងលើកទឹកចិត្តឲ្យប្រទេសទាំងពីរចាប់ផ្ដើមការធ្វើទំនាក់ទំនងទ្វេភាគីឡើងវិញប្រទេសចិនសង្ឃឹមថាកម្ពុជានិងថៃនឹងធ្វើការរួមគ្នាក្នុងទិសដៅតែមួយនិងដោះស្រាយជម្លោះព្រំដែនរបស់ខ្លួនដោយសន្តិវិធីតាមរយៈការពិគ្រោះយោបល់ប្រកបដោយមិត្តភាពចិនត្រៀមខ្លួនរួចជាស្រេចបន្តដើរតួនាទីប្រកបដោយការស្ថាបនាដើម្បីសម្រេចបានតាមគោលដៅនេះលោកបណ្ឌិតញិលរដ្ឋាអ្នកជំនាញភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចយល់ឃើញថាប្រទេសចិនបានប្រកាន់ឥរិយាបថអព្យាក្រឹតបែបយុទ្ធសាស្ត្រចំពោះចំនួនព្រំដែនកម្ពុជាថៃដោយសារតែចិនមិនចង់ឲ្យចំនួននេះរីករាលដាលព្រោះវាប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់គម្រោងតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ BRI និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ហៅកាត់ថា RCEP ដែលចិនជាខ្នងបង្អែកបាកាសម្បូរដោយតូរីន Royal Jelly យិនសិននិងវីតាមីនជាច្រើនទៀតដើម្បីជួយឲ្យអ្នកត្រៀមខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យខ្លាចជាមនុស្សជោគជ័យជាមួយបាកា